បានរកនឹងសួស្តីទៅកាន់អ្នកទស្សនាទាំងអស់គ្នាខ្ញុំឈ្មោះម៉ាកញ្ញាដែលខ្ញុំមកពីក្រុមទី3នៃវិទ្យាអក្សរសិល្ប៍ជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះហុយរ៉េនមកពី Web A 2025ខ្ញុំឈ្មោះសៅសលេតមកពីថ្នាក់ C 2025ហើយនឹងខ្ញុំមកពីក្រុមទី3ដែលធ្វើ project algorithm ចំពោះ project របស់ខ្ញុំមានឈ្មោះថា email sending automation system ចំពោះ project មួយនេះផងដែរខ្ញុំនិយាយ3ចំណុចទី1គឺខ្ញុំមានអារម្មណ៍លើចំពោះ project មួយហ្នឹងរៀនអីបានខ្លះហើយមានបញ្ហាអីចំពោះការធ្វើ project មួយនេះផងដែរចំពោះចំណាប់អារម្មណ៍របស់ខ្ញុំគឺខ្ញុំមានអារម្មណ៍ថាវាថ្មីហើយក៏វាធ្វើឲ្យយើង improve ខ្លួនឯងបានខ្លះផងដែរចំពោះអីដែលខ្ញុំមានអំពី project មួយហ្នឹងគឺមានពី hard skill និង soft skill ចំពោះ hard skill គឺខ្ញុំចេះ research កាន់តែច្បាស់ជាងមុនយើងមាន keyword មានអីច្បាស់លាស់ក្នុងការ research ដើម្បីឲ្យដឹងថាយើង research ទៅវាត្រូវគោលដៅចំពោះទី2គឺយើងខ្ញុំយល់ដឹងអំពីគោលហើយនឹងការ function មួយចំនួនដែលនៅក្នុងថ្នាក់គ្រូបានបរៀននេះប៉ុន្តែដល់ពេលយើង research ទៅគឺយើងស្គាល់ function ហ្នឹងហើយចំពោះ soft skill វិញគឺ communication ឬក៏អាចនិយាយថា teamwork គឺពួកខ្ញុំសហការគ្នាបានល្អដោយនៅក្នុងក្រុមរបស់ខ្ញុំអត់មានការតតែសម្លេងគ្នាគឺធ្វើការងារទៅបានដឹងរលូនហើយណាមួយក៏ពួកខ្ញុំមិនមែនជាថ្នាក់មួយគ្នាដែរអញ្ចឹងពួកខ្ញុំមក3ថ្នាក់ផ្សេងគ្នាអញ្ចឹងទៅធ្វើឲ្យពួកខ្ញុំមាន communication ល្អហើយមួយទៀតគឺ time management ពួកខ្ញុំគ្រប់ពេលវេលានិងផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកបានល្អហើយចំពោះបញ្ហាដែលពួកខ្ញុំជួបប្រទះគឺទី1គឺការ research ហើយទី2គឺយើងអត់យល់ពី process នៃការធ្វើ project មួយហ្នឹងឯងដំបូងហើយយើងគិតថាវាពិបាកខ្លាំងណាស់ដោយសារតែយើងវាថ្មីដោយសារតែអាហ្នឹងវាថ្មីសម្រាប់យើងផងដែរហើយយើង research ទៅវាអត់ចំគោលដៅដែលយើងចង់បានហើយវាថាយើងត្រូវការចំណាយពេលច្រើនក្នុងការ research ហើយចំពោះ project មួយហ្នឹងក៏ពួកខ្ញុំធ្វើរយៈពេលចំនួន10ថ្ងៃហើយចំពោះ3ថ្ងៃដំបូងគឺពួកខ្ញុំធ្វើការ research អំពី project មួយហ្នឹងផងដែរដោយសារតែពួកយើងអត់យល់អំពី project នេះច្បាស់អញ្ចឹងយើងត្រូវធ្វើម៉េចដើម្បី research ធ្វើម៉េចដើម្បីឲ្យយល់អំពី project របស់យើងកាន់តែច្បាស់ជាងមុនដើម្បីងាយស្រួលក្នុងការធ្វើហើយចំពោះ2ថ្ងៃបន្ទាប់គឺពួកខ្ញុំទៅសួរ coach ហើយនឹងពិភាក្សាជាមួយគាត់ដើម្បីឲ្យដឹងថាតើយើងគួរចាប់ផ្ដើមនៅចំណុចណាដើម្បីអនុវត្តនៅក្នុងការធ្វើ project របស់យើងនឹងឲ្យបានជោគជ័យហើយចំពោះ3ថ្ងៃបន្ទាប់គឺពួកខ្ញុំចាប់ផ្ដើម practice យកតែម្ដងគឺខ្ញុំសរសេរកូដដើម្បីរ៉ានកូដនិងគូកូដចូលគ្នាតែម្ដងហើយចំពោះមួយថ្ងៃទៀតគឺពួកខ្ញុំធ្វើការតេស្តនៅក្នុងការតេស្តហ្នឹងគឺពួកខ្ញុំមានជួបបញ្ហាដូចជា error code ឬក៏វាពុះអត់ចូលគ្នាអីចឹងជាដើមហើយចំពោះថ្ងៃចុងក្រោយគឺពួកខ្ញុំនាំគ្នាប្រមូលគ្នាដើម្បីថតវីដេអូក្នុងការបញ្ចប់ project មួយហ្នឹងផងដែរហើយចំពោះ project របស់ពួកខ្ញុំគឺបង្កើតឡើងក្នុងគោលបំណងដើម្បីឲ្យងាយស្រួលដល់អ្នកប្រើប្រាស់ជាពិសេសអ្នកដែលគាត់ធ្វើការងារនៅក្នុងក្រុមហ៊ុនជាដើមដែលគាត់ត្រូវការ send email ទៅកាន់ក្រុមការងារអញ្ចឹងគាត់មិនបាច់ចំណាយពេលយូរក្នុងការsend email ទេដោយសារតែ email របស់យើងគឺអាចកំណត់ពេលវេលានិងម៉ោងបានសម្រាប់ send ទៅអូតូតែម្ដងឧទាហរណ៍យើងចង់ send ទៅស្អែកអញ្ចឹងយើងគ្រាន់តែដាក់ថ្ងៃនៅថ្ងៃស្អែកហ្នឹងមកហើយកំណត់ពេលមកហើយយើង send នៅថ្ងៃនេះអញ្ចឹងemail របស់យើងនឹងទៅដល់អូតូដែលយើងមិនចាំបាច់ទៅ send ដល់ថ្ងៃស្អែកព្រោះអីខែលោកថ្ងៃស្អែកយើងរវល់អញ្ចឹងវាចំណេញពេលវេលារបស់យើងច្រើនហើយវាអាចជួយសម្រាប់បន្ទុកដល់អ្នកដែលគាត់ធ្វើការងារច្រើនគាត់ពេកខាងច្រើនផងដែរហើយណាមួយវិញទៀតបន្ថែមពីនេះចំពោះការ send email នេះក៏វាថ្មីមួយដែរដែលយើងអាចងាយស្រួលក្នុងការ send ទៅមនុស្សជាច្រើនអ្នកក្នុងពេលតែមួយហើយចំពោះចំណុចរបស់ខ្ញុំគឺអស់ហើយឥឡូវនេះមកជួបជាមួយនឹងខ្ញុំនៅការបង្ហាញអំពីរបៀបប្រើប្រាស់នៅក្នុង project algorithm នេះគឺក្នុងការប្រើប្រាស់ក្នុង project algorithm នេះមានចំនួន3 function គឺ function ទី1ការ send ទៅ email ច្រើនគ្នាតែអាចកំណត់ schedule function ទី2គឺជា function ដែលអាច send ទៅគ្នាច្រើនតែយើងអត់ចាំបាច់មាន schedule ទេគឺ send ទៅតែម្ដងនិង function ចុងក្រោយគឺជា function ដែល send ទៅនរណាម្នាក់ដែលអាចកំណត់ថ្ងៃទីនិងពេលវេលាបាទអញ្ចឹងខ្ញុំធ្វើការនិយាយអំពីរបៀបប្រើប្រាស់លើ function ទី1អញ្ចឹងខ្ញុំរ៉ានលើ project
អញ្ចឹងនេះគឺជា function ទី1ដែលខ្ញុំបានធ្វើឡើងគឺជា function ដែលសិនទៅទាំងអស់គ្នាហើយអាចកំណត់ពេលវេលាបានអញ្ចឹងទី1យើងត្រូវបំពេញសន្តី mail password នេះគឺជា password ទី2របស់ email របស់យើងអញ្ចឹងខ្ញុំដាក់ email របស់ខ្ញុំ email របស់ខ្ញុំអញ្ចឹងនេះដាក់ password នេះដាក់ subject ថា hello អញ្ចឹងខ្ញុំដាក់ text file នេះអញ្ចឹងtext file យើងអាចដាក់ជារូបភាពឬក៏ជាវីដេអូឬក៏ជាឯកសារផ្សេងៗអញ្ចឹងខ្ញុំដាក់ជា file Excel ទៅងាយខ្ញុំគ្រាន់តែឧទាហរណ៍ទេអញ្ចឹងដាក់ file Excel នេះដើម្បីឲ្យវាចាប់យក file Excel នេះខ្ញុំកំណត់ថ្ងៃខែឆ្នាំដើម្បីសិនទៅអញ្ចឹងឥឡូវថ្ងៃខែឆ្នាំនេះគឺយើង optional ទេយើងអាចដាក់ថ្ងៃណាខែណាឆ្នាំណាក៏បានដែរអញ្ចឹងខ្ញុំចុចយកថ្ងៃហ្នឹងតែម្ដងអញ្ចឹងថ្ងៃនេះខ្ញុំកំណត់ម៉ោងឥឡូវខ្ញុំចង់សិនទៅម៉ោង5ឥឡូវមកគឺម៉ោង5:47នាទីល្ងាចសិនទៅអញ្ចឹងនេះគឺជាវាដើរនៅក្នុង terminal អញ្ចឹងនេះវាអូខេ success អញ្ចឹងដើម្បីបញ្ជាក់ថា email ហ្នឹងបានសិនពិតប្រាកដមែនអញ្ចឹងខ្ញុំចូលក្នុង email របស់ខ្ញុំព្រោះដោយសារតែខ្ញុំបានដាក់វានៅក្នុងបានដាក់ email របស់ខ្ញុំដែរនេះគឺជា email ដែលបានសិនមកមិញមានជាតម្រងជា email មកស្រាប់អញ្ចឹងfunction ទី1របស់ខ្ញុំត្រូវបានបញ្ចប់អញ្ចឹងខ្ញុំចូល function ទីខ្ញុំចូលធ្វើការ demo លើ function ទី2 function ទី2នេះគឺអត់មានអីខុសគ្នាទេគ្រាន់តែយើងអត់អាចកំណត់ពេលវេលាបានអញ្ចឹងខ្ញុំដាក់ email របស់ខ្ញុំដាក់ password ដាក់ subject ដាក់ hello ចា attach file យើងអាចដាក់អីក៏បានដែរនេះអញ្ចឹងខ្ញុំដាក់នេះគ្រាន់តែជាឧទាហរណ៍ទេដាក់ file Excel របស់ខ្ញុំហើយឥឡូវនេះគឺចាំបាច់ត្រូវការដាក់ file Excel របស់យើងអញ្ចឹងខ្ញុំ send អូខេអញ្ចឹងជោគជ័យអញ្ចឹងដើម្បីបញ្ជាក់ថាវាជោគជ័យអញ្ចឹងខ្ញុំទៅមើលនៅក្នុង email និងបន្ថានេះបាទគឺមកឲ្យតម្រង់ដូចដើមតែគ្រាន់តែអត់អាចកំណត់ពេលវេលាបានអញ្ចឹងខ្ញុំចូលមក function ចុងក្រោយរបស់ខ្ញុំគឺជា function ដែលសិនទៅនរណាម្នាក់ហើយអាចកំណត់ពេលវេលាបាននិងសរសេរmessage បន្ថែមអញ្ចឹងខ្ញុំលុបចាស់ចោលសិនចូល function ចុងក្រោយគឺជា function ដែលសិនទៅតែបុគ្គលម្នាក់អញ្ចឹងខ្ញុំដាក់ email អូខេអញ្ចឹងខ្ញុំដាក់ password អញ្ចឹងនេះខ្ញុំដាក់ទៅនរណាម្នាក់ឥឡូវដើម្បីឲ្យងាយកាន់តែងាយស្រួលខ្ញុំដាក់ឈ្មោះរបស់ខ្ញុំដើម្បីបញ្ជាក់ថា email ហ្នឹងបានសិនអញ្ចឹងដាក់ឈ្មោះខ្ញុំ Darinho ដាក់ថា hello អញ្ចឹង subject line ថា dear Darin អញ្ចឹងខ្ញុំគ្រាន់តែឧទាហរណ៍ទេអញ្ចឹងខ្ញុំដាក់កំណត់ថ្ងៃទីហើយខ្ញុំកំណត់ម៉ោងអញ្ចឹងខ្ញុំមកដាក់ម៉ោង5:50នាទីទៅតែម្ដងទៅដើម្បីឲ្យងាយស្រួល PM អញ្ចឹងជោគជ័យអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ខ្ញុំចូលទៅក្នុងមើល email របស់ខ្ញុំនេះខ្ញុំឃើញថា email ហ្នឹងបានសិនជោគជ័យអញ្ចឹងការ demo អំពី function ក្នុងការប្រើប្រាស់របស់ខ្ញុំចប់តែប៉ុណ្ណេះ
បន្ទាប់ពីធ្វើការបទបង្ហាញនៅរបៀបប្រើប្រាស់ឥឡូវនេះខ្ញុំចង់មក demo កូដទៅដល់លោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាហើយអានេះដែរគឺជាប្រសេសនៃកូដរបស់ខ្ញុំធ្វើហើយសម្រាប់នេះគឺជាការ import ដែលវាឲ្យបញ្ជីរបស់ខ្ញុំហ្នឹងចាប់ system នៅក្នុង Excel បានដើម្បីយកវាទៅរៀបនៅក្នុង Excel ហើយអានេះខ្ញុំប្រើនៅក្នុង Tkinter ហើយអានេះវាដូចតែគ្នាទេយ៉ាអ្នកនរគ្នាមើលតាមនឹងបានអានេះសម្រាប់ import time ហើយនេះសម្រាប់ឲ្យវារៀប Excel អានេះយើង import វាមកគ្រាន់តែកំណត់ schedule ហើយនឹងកំណត់ date time របស់យើងនៅក្នុងអាកន្លែងដែលយើង send ដាក់ schedule មិញហ្នឹងយ៉ាហើយឥឡូវនេះខ្ញុំមកធ្វើការ demo ទៅលើ function ដែលខ្ញុំចង់បង្ហាញទៅកាន់ teacher អានេះគឺជា function ដែលយើងប្រើទៅសម្រាប់ឲ្យវា select Excel ដើម្បីយកវាទៅរៀបនៅក្នុង email ដែលយើងចង់ផ្ញើទៅកាន់ណាគេម្នាក់ដែលនៅនេះគឺជា Excel file ដែលពួកខ្ញុំធ្វើហើយ function នេះដែរវាចាប់យកទៅក្នុង Excel មួយហ្នឹងដើម្បីឲ្យ system មួយហ្នឹងដើរហើយចំពោះ function នេះដែរវាមានមុខងារសម្រាប់ open calendar អា calendar កន្លែងពួកខ្ញុំកំណត់ថ្ងៃមិញហ្នឹងគឺខ្ញុំប្រើជាមួយ function មួយនេះនេះគឺជាកន្លែងដែលវា select ហ្នឹងយើងគ្រាន់តែកំណត់វាហើយឲ្យវាដាក់ជាថ្ងៃជាខែនិងឆ្នាំយើងសម្រាប់កំណត់នេះកន្លែង select ហើយនេះកន្លែងថ្ងៃខែដែលយើងកំណត់មួយហ្នឹងឲ្យវា access ទៅកាន់function មួយហ្នឹងហើយចំពោះ function មួយនេះគឺយើងប្រើសម្រាប់ send email ហ្នឹងទៅកាន់គ្នាច្រើនអ្នកកន្លែងនេះ sender ខ្ញុំដាក់កន្លែង sender ហ្នឹងមក function មួយហ្នឹងវាមានមុខងារសម្រាប់ចាប់យក email ដែល email អ្នកផ្ញើទៅហ្នឹងដើម្បីឲ្យវាស្គាល់ថា email មួយហ្នឹងបានផ្ញើទៅហើយចំពោះអាកន្លែង sender password ហ្នឹងគឺអាកន្លែងយើង select password ដែលយើងដាក់ access ចូលមិញហ្នឹងឲ្យវាស្គាល់ជាមួយនឹង system ដើម្បី send ទៅកាន់ណាគេម្នាក់ហើយចំពោះអានេះដែរគឺវាជាកន្លែងដែលយើងកំណត់ condition ឲ្យវាទៅរៀបនៅក្នុង Excel ទេអានេះក៏វាដូចគ្នាដែរគឺពួកខ្ញុំដាក់មកដើម្បីឲ្យវាទៅរៀបនៅក្នុង Excel មិញហ្នឹងដែលវាមានឈ្មោះមានថ្ងៃមានឈ្មោះមានពេលវេលានេះនៅចង់ demo នៅកន្លែងនេះ yes ហើយខ្ញុំនឹងសូមទៅ function មួយទៀតfunction នេះមួយដែរគឺកន្លែង email schedule នេះគឺកន្លែងដែលយើងកំណត់ schedule ឲ្យកន្លែងម៉ោងកំណត់ពេលវេលាវាមានតែប៉ុណ្ណឹងហើយអានេះវាគឺជាកូដធម្មតាទេកន្លែងដែលយើងកំណត់នៅក្នុង Windows នេះគឺជា button ដែលយើងកំណត់ select អីធម្មតាចេះហើយការ demo កូដរបស់ខ្ញុំក៏អត់ត្រឹមតែប៉ុណ្ណឹងដែរនេះកន្លែង body ដែលយើងផ្ញើទៅចុងក្រោយសូមអរគុណទៅកាន់លោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមរបស់ខ្ញុំសូមអរគុណនិងសូមជម្រាបលា